លើកមុនមានគេកំងប៉ុន្តែយើងធ្វើអត់តអញ្ចឹងណាដល់ឥឡូវអត់ទេអ្នកណាទិញលក់អញ្ចឹងណាមួយថ្ងៃចូល300គីឡូអីធៀមថ្ងៃ300គីឡូចាអញ្ចឹង10ថ្ងៃវា3000 3តោនចាហើយអ៊ំការចិត្តម្ទេសបែបហ្នឹងកាហាយដៃឬក៏មានបញ្ហាឧបសគ្គទេអ៊ំអត់ទេហាលក៏អត់ឧបសគ្គអីទេអត់តាយើងឈប់ហាលយើងត្រូវការសាប៊ូលាងឲ្យស្អាតទៅវាក្តៅទាំងផ្លែវាបាត់អូបាទពួកខ្ញុំនេះអត់មានជ្រក់ទេខ្ញុំធ្វើតែម្ទេសក្រៀមហ្មងអូអញ្ចឹងមានន័យថាម្ទេសផ្លោកទាំងអស់នេះអាចធ្វើជាម្ទេសជ្រក់បានដែរបានចា088 78 55 071ម្ទេសផ្លោកដ៏ក្រហមឆ្អិនឆ្អៅរាប់រយគីឡូទាំងតោនត្រូវបានយកមកទីនេះដើម្បីវះវាយកទៅស្រុះទឹកក្តៅដាក់ហាលថ្ងៃដើម្បីធ្វើជាម្ទេសក្រៀមលក់នៅលើទីផ្សារចែកជូនបងប្អូនយើងដែលជាចុងភៅយកទៅធ្វើជាម្ហូបអាហារផ្សេងឬក៏យកទៅធ្វើជាអាហារសម្រាប់ញ៉ាំជាប្រចាំថ្ងៃដែលមានទីតាំងជាប់នឹងដៃទន្លេសាបជាប់សាឡាងកំពង់បឹងមើលទៅពីចម្ងាយឃើញភ្នំកង្រីច្បាស់ចែដែលស្ថិតនៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងអូយយមិនដែលឃើញទេបងប្អូនអើយម្ទេសច្រើននោះច្រើនមែនទែនសុទ្ធតែជាម្ទេសផ្លោកបងប្អូនប្រជាកសិករយើងក៏ដាំម្ទេសបានល្អមែនទែននៅក្នុងរដូវកាលខែប្រាំងបើថារដូវកាលខែវស្សាណាគឺលិចទឹកអស់ហើយគ្មានដីដាំទេឲ្យតែដល់ខែដែលមានអាការបានដាំណានិយាយពីថាដាំដើម្បីយកផលិតផលទាំងអស់ហ្នឹងយកមកលក់នៅលើទីផ្សារហើយបានមិញពៅណាក៏ទទួលទិញច្រើនមែនទែនសម្រាប់មកធ្វើជាម្ទេសក្រៀមដើម្បីយកទៅលក់បន្តហើយបើថាបានផលិតផលល្អទាំងអស់បែបនេះណាបងប្អូនទាំងលេខទូរស័ព្ទហើយនឹងទីតាំងណាគឺបញ្ជាក់ជូនបងប្អូនច្បាស់នៅក្នុង comment តែម្ដងការធ្វើម្ទេសក្រៀមគឺមានដំណាក់កាលធម្មតាដែលយើងអាចថាងាយស្រួលមែនទែនសម្រាប់ការធ្វើម្ទេសក្រៀមទាំងអស់នេះគ្រាន់តែកាត់តងវះផ្លែរបស់វាដើម្បីហាលឲ្យវាស្ងួតទៅអ្វីដែលយើងចង់បានគឺផ្លែវាស្ងួតជាមួយនឹងសម្បករបស់វាក៏ដូចជាគ្រាប់របស់វាដែលជាប់នៅក្នុងផ្លែខ្លះទឹកដែលស្រស់វាយើងចោលហើយសម្រាប់គ្រាប់ដែលនៅសល់ខ្លះនៅខាងក្រៅណាយើងអាចទៅច្នៃធ្វើជាម្ទេសម៉ត់បានបន្ថែមទៀតផងបងប្អូនយើងប្រហែលជាធ្លាប់ញ៉ាំអាហារពេលព្រឹកណាបាយសាច់ជ្រូកអីតែងតែដាក់នៅម្ទេសហើយដល់ពេលទាញកំប៉ុងម្ទេសមកឃើញមានម្ទេសក្របហ្នឹងយើងរោយនៅលើបាយហ្នឹងនិយាយពីថាឆ្ងាញ់បើតាមការពិតទៅគឺជាម្ទេសក្របដែលនៅសេសសល់ពីម្ទេសក្រៀមហ្នឹងឯងក៏ប៉ុន្តែម្ទេសហុយឬក៏ម្ទេសម៉ត់ដែលបងប្អូនយើងតែងតែញ៉ាំណាគេអាចយកម្ទេសដៃនាងយកទៅធ្វើក៏បានដែរនិយាយពីថាពូកែនោះពូកែបងប្អូនហើយអ្វីក៏ដោយឲ្យតែកែច្នៃដោយប្រជាកសិករខ្មែរឬក៏អ្នកសិប្បករខ្មែរណានិយាយពីថាផលិតផលចេញមកគឺល្អមែនទែនដូចជាម្ទេសក្រៀមនេះអញ្ចឹងមើលដែរបងប្អូនហើយក្នុងមួយខែក៏ទទួលទិញពីប្រជាកសិករយើងណារាប់រយគីឡូចូលពាន់គីឡូឯណោះសម្រាប់ម្ទេសផ្លោកហើយក៏លាយឡំជាមួយនឹងម្ទេសដៃនាងខ្លះដែរមើលដែរបងប្អូនហើយនៅពេលដែលគាត់ធ្វើរួចណាចាប់ដើមវះស្រស់ទឹកក្តៅឲ្យរួចយកទៅហាលនិយាយពីថាក្រុមការងាររបស់គាត់តាំងពីអ្នកវះក៏មានអ្នកកាត់តងវះហ្នឹងក៏មានហើយសម្រាប់បងប្អូនយើងមួយចំនួនទៀតគាត់ចាំស្រស់ម្ទេសហ្នឹងក៏មានហើយគាត់អាចបកម្ទេសហ្នឹងដែលវះរួចហ្នឹងណាយកទៅហាលនៅលើជញ្ជាំងឬស័យរបស់គាត់ហ្នឹងក៏មានទៀតគិតតម្លៃថ្លៃធ្នូអីតាមនឹងរៀងខ្លួនតែម្ដងនិយាយពីថាសុទ្ធសឹងតែជាប្រាក់ចំណូលដែលអាចរកបានពីម្ទេសផ្លោកនេះគ្រាន់តែផលិតផលសម្រេចដែលជាម្ទេសផ្លោកក្រៀមណាយកទៅលក់នៅលើទីផ្សារអាចបង្កើតមុខរបរយ៉ាងច្រើនមែនទែនសម្រាប់ប្រជាកសិករយើងកសិករគាត់អាចទទួលបានផលនៃការលក់ផលិតផលម្ទេសរបស់គាត់ទៅកាន់អ្នកផលិតហើយសម្រាប់បងប្អូនដែលគាត់ជាអ្នកទិញម្ទេសផ្លោកយកទៅផលិតធ្វើជាផលិតផលសម្រេចណាគាត់ទិញទៅតាមចំនួនបរិមាណដែលមួយគាត់បានកំងហើយបើថាមួយគាត់កំងកាន់តែច្រើនណាអ្វីដែលគាត់ត្រូវការគឺវត្ថុធាតុដើមដែលកាន់តែច្រើនដូចគ្នាពោលគឺម្ទេសផ្លោកនឹងតែម្ដងអូយបងប្អូនអើយខេត្តកំពង់ឆ្នាំងនេះពិតជាសម្បូរបែបមែនទែនមិនថាសិប្បកម្មកសិកម្មឬក៏ការចិញ្ចឹមសត្វទេគឺមានច្រើនចម្រុះតែម្ដងនៅក្នុងខេត្តកំពង់ឆ្នាំងហើយឥឡូវនេះយើងបានមកឃើញផ្ទាល់ទៀតពីមុខរបរកែច្នៃម្ទេសផ្លោកណាយកទៅធ្វើជាម្ទេសក្រៀមចែកជូនទៅកាន់អតិថិជនដែលគាត់លក់ដូរនៅគ្រឿងទេសផ្សេងណាឲ្យបានលក់បន្តទៅកាន់អ្នកប្រើប្រាស់ចុងក្រោយនៅផលិតផលម្ទេសផ្លោកដែលជាម្ទេសក្រៀមដ៏ល្អហើយពិបាកនឹងរកមែនទែនដែលមានតម្លៃធូរថ្លៃបែបនេះហើយសម្រាប់តម្លៃដ៏ធូរថ្លៃបែបនេះគឺពិបាកនឹងរកមែនទែននៅលើទីផ្សាររបស់កម្ពុជាយើងសពថ្ងៃខ្ញុំជឿជាក់ថាអំពូលមេមិញយើងដែលប្រកបមុខរបរធ្វើជាចុងភៅការចុងភៅបនអីឬក៏មានទទួលធ្វើម្ហូបទៅដល់គេហដ្ឋានឬក៏ធ្វើម្ហូបគ្រប់ទីកន្លែងគាត់តែងតែគ្រប់គ្រងនៅផលិតផលនេះដោយសារតែវាមានគុណភាពខ្ពស់ក៏ដូចជារសជាតិឆ្ងាញ់ផងដែរអាយយតែសភាពជាប់មាត់ទន្លេបែបនេះនិយាយពីថាស្រស់ស្អាតបងប្អូនអើយអូយស្អាតអីស្អាតម្លឹងមើលណែម្ទេសហាលក្រហមឆ្អិនឆ្អៅតែម្ដងសំខាន់ណាគាត់ប្រម៉ូទទិញពីប្រជាកសិកររបស់យើងដែលគាត់ដាំនៅក្នុងរដូវប្រាំងបងប្អូនដឹងមិនអត់ទីតាំងនេះណាលិចទឹកអស់តែម្ដងនៅក្នុងរដូវវស្សាដល់ពេលខែនេះនិយាយពីថាសបាយដាំមានទឹកស្រោចស្រពស្រាប់ដល់ពេលប្រមូលបានផលមកណាឲ្យតែមានតម្រូវការគឺត្រូវបានក្រុមគ្រួសាររបស់គាត់ក៏ដូចជាអំពូមេមីងផ្សេងទៀតដែលគាត់ប្រកបមុខរបរធ្វើម្ទេសក្រៀមនេះណា
គាត់ប្រមូលទិញអស់តែម្ដងអ្វីដែលសំខាន់ម្ទេសក្រៀមទាំងអស់នេះគឺត្រូវមួយកំងទុកទៀតផងមិនមែនចេះតែធ្វើទុកដើម្បីស្តុកលក់ទេធ្វើនឹងមិនទាន់នឹងអ្នកកំងទៀតផងអូយបងប្អូនហើយសរសើរមែនតើបងប្អូនប្រជាកសិករយើងពូកែណាចេះដាំដំណាំកសិកម្មណាដែលមានតម្រូវការទីផ្សារខ្ពស់ស្របពេលជាមួយនឹងមានតម្រូវការនៅក្នុងការកំងចេញពីម៉ួយបោះដុំដែលគាត់ផលិតនៅផលិតផលទាំងអស់នេះធ្វើជាផលិតផលសម្រាប់លក់នៅលើទីផ្សារគាត់ក៏មានម៉ួយដើម្បីទិញផលិតផលសម្រាប់គាត់ក៏មានប្រជាកសិករដើម្បីផ្គត់ផ្គង់នៅផលដំណាំទាំងអស់នេះមកឲ្យគាត់ឥឡូវនេះមានណាបងប្អូនឲ្យតែមានប្រមាណគាត់យកទាំងអស់ដោយសារតែឲ្យតែធ្វើបានផលិតផលសម្រាប់ណាដឹងតែមានគេកំងអស់តែម្ដងសប្បាយចិត្តជំនួសគាត់មែនតែនបងប្អូនហើយពេលដែលមកដល់ទីនេះនិយាយថាឃើញម្ទេសស្រក់ទឹកមាត់បងប្អូនអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណដល់ផលិតផលទឹកយិនសិនម៉ាក់អ៊ីសម្រាប់បងប្អូនយើងដែលមានបញ្ហាសុខភាពបាយក៏មិនសូវបានសម្រានក៏មិនសូវលក់ឧស្សាហ៍ចុករយស្ពឹកស្រពន់ជាប្រចាំចង់ឲ្យខ្លួនឯងមានសុខភាពល្អប្រក្រតីឡើងវិញកុំភ្លេចជ្រើសរើសនៅទឹកយិនសិនរបស់ម៉ាក់អ៊ីយកទៅពិសារាល់ថ្ងៃនេះក្រុមហ៊ុនបានបន្ថែមនៅកម្មវិធីជាច្រើនដូចជាការបន្ថែមនៅថ្នាំដុសធ្មេញមួយបំពង់តម្លៃ$5បូករួមជាមួយនឹងសន្លឹកឆ្នោតមួយសន្លឹកដែលមានឱកាសនៅក្នុងការចាប់យករង្វាន់ម៉ូតូថែមទៀតផងអ្វីដែលកាន់តែពិសេសក្រុមហ៊ុនយើងក៏អាចនៅតែទំនាក់ទំនងទិញដែលមានភាពងាយស្រួលតាមរយៈបណ្ដាតំណែងចែកចាយនៅ Pharmacy ឬក៏ទំនាក់ទំនងទិញដោយផ្ទាល់តាមរយៈ Facebook Page EE Black 9ដែលមានសញ្ញា TagPoQ ជាសញ្ញាសម្គាល់សូមអរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀតសូមជម្រាបលា